ngàyនេះខ្ញុំមកគោហូកតាមសំណូមពររបស់អ្នកនរគ្នាដែលបាន comment ខ្ញុំនៅក្នុង YouTube អញ្ចឹងទៅដែលសំណូមពរហ្នឹងគឺឲ្យខ្ញុំគូមីខឺ Nakano ហើយក្នុងហ្នឹងក៏មានការសំណូមពរឲ្យខ្ញុំបរៀនជាការគូខ្មៅដៃដែរអ្នកនរគ្នាក៏ប៉ុន្តែខ្ញុំមានអារម្មណ៍ថាការគូដែលខ្មៅដៃហ្នឹងវារៀងសម្ពាធណាព្រោះអីវាបែងចែកទៅជាច្រើនទៀតសម្រាប់ខ្ញុំជ្រើសរើសយកការគូ free hand អញ្ចឹងទៅវាពិបាកបរៀនអ្នកនរគ្នាខ្លាំងមែនតើព្រោះអា free hand ហ្នឹងវាជារបស់ដំបូងគេដែលយើងបានគូហើយក៏វាពិបាកជាងគេដែរសម្រាប់អ្នកដែលចេះគូបានមួយចំនួនធំក៏ពិបាកគូអា free hand ហ្នឹងដែរហើយមូលហេតុដែលខ្ញុំជ្រើសរើសការគូ free hand ហ្នឹងគឺដោយសារតែវាត្រឹមត្រូវនឹងយល់ស្របជាមួយនឹងការគូរបស់ខ្ញុំដែលជាការប្រើ color ហ្នឹងណាអ្នកនរគ្នាបើសិនជា style យើងផាត់អីផ្សេងគឺយើងក៏ត្រូវការផាត់ការគូខ្មៅដៃផ្សេងគ្នាដែរអ្នកនរគ្នាហើយចាំមើលខ្ញុំនឹងធ្វើការហើយបើសិនជាខ្ញុំនឹងត្រូវបរៀនខ្មៅដៃឡើងវិញខ្ញុំនឹងត្រូវបង្ហាញអំពីអារបៀបប្រើខ្មៅដៃទាំងគ្រប់ទម្រង់តែម្ដងវាមានច្រើនណាស់អ្នកនរគ្នានិយាយទៅវាបែងចែកផ្សេងគ្នាទៀតសម្រាប់ខ្ញុំគូរដោយប្រើ color អញ្ចឹងគឺតម្រូវឲ្យប្រើខ្មៅដៃធ្វើឲ្យបានតិចតាមដែលអាចធ្វើទៅបានហើយសម្រាប់អ្នកដែលឆ្លាញ់ទៅខាងគំនូដូចជា 3D ឬក៏មនុស្សពិតអាហ្នឹងគេត្រូវប្រើខ្មៅដៃរៀងច្រើនរៀងគឺប្រើខ្មៅដៃរៀងច្រើនខ្លាំងមែនតើហើយសម្រាប់អ្នកដែលគូដោយ manga ក៏វាទៅតាមខុសគ្នាដែលគូ manga គេគូជាជ្រុងវិញជានិយាយទៅវាមាននិយាយទៅវាញ៉ៃហើយស្មុគស្មាញណាស់គ្នាអញ្ចឹងបើសិនជាខ្ញុំត្រូវបរៀនខ្មៅដៃខ្មៅអីហ្នឹងទៀតគឺវាយូរហើយយូរខ្លាំងមែនតើអញ្ចឹងទៅចាំមើលខ្ញុំនឹងចេញវីដេអូប្រាប់ម្ដងមួយអញ្ចឹងណាខ្ញុំអត់ទុកអ្នកនរគ្នាចោលទេសម្រាប់អ្នកដែលចង់ដឹងហើយរូបមួយនេះគឺជារូបនៅក្នុងសំណូមពរអ្នកទាំងអស់គ្នានៅក្នុងសំណូមពរដែលឲ្យខ្ញុំគូមីខឺ Nakano អញ្ចឹងគឺចែកផតអីមែនជួយខ្ញុំឆាយឈ្មោះអាចារ្យច្រឡំthôiហ្នឹងត្រូវណាសម្រាប់អ្នកដែលចង់ឲ្យខ្ញុំគូរូបអីផ្សេងទៀតគឺខ្ញុំនឹងគូឲ្យដូចគ្នាក៏ប៉ុន្តែ comment នៅក្នុង YouTube channel របស់ខ្ញុំមកចាខ្ញុំ comment ចាខ្ញុំគូរូបឲ្យឥឡូវខ្ញុំនិយាយរៀងជាប់មាត់មានអារម្មណ៍ណារៀងឈឺណាអ្នកគ្នាឥឡូវហ្នឹងគឺម៉ោងឡើង12យប់ហើយខ្ញុំមកធ្វើការគ្មានតបានដេកទេនៅឆ្លៀតធ្វើវីដេអូគូអីយូរខ្លាំងមែនតើហើយសម្រាប់បងប្អូនដែលចង់ដឹងអំពីព័ត៌មានបន្តិចបន្តួចដូចជាការប្រើ color ប្រើអីហ្នឹងសម្រាប់រូបមួយនេះដែរគឺខ្ញុំផាត់វារៀងស្រាទេហើយរបៀបគូផ្នែករបៀបគូអីហ្នឹងចាំមើលខ្ញុំបរៀនដែរក៏មិនដែរខ្ញុំដាក់វីដេអូ scroll អញ្ចឹងអ្នកនរគ្នាតាមតអត់សង្ស័យតែតាមអត់តទេនិយាយទៅពិបាកដែរដោយសារតែយើង edit វីដេអូវាវែងពេកក៏អារូបនេះប្រហែលជា12ម៉ោងណាអ្នកនរគ្នានិយាយទៅគឺជាង12ម៉ោងអញ្ចឹងទៅខ្ញុំអត់ចង់កាត់វាបន្តិចដាក់វារៀង slow ទេខ្ញុំមានតែ scroll យកហ្មងទៅឲ្យវាលឿនអញ្ចឹងណាហើយអ្នកនរគ្នាមើលទៅតាមហ្នឹងទៅខ្ញុំប្រើពណ៌អីខ្លះអញ្ចឹងណាហើយសម្រាប់បងប្អូននិយាយទៅអាការបង្រៀនហ្នឹងក៏វាពិបាកដែរអ្នកនរគ្នាខ្ញុំនឹងមកនិយាយអំពីផលវិបាកមួយដូចជាមានអាគេម្នាក់គាត់ចូលចិត្តរូបដើមឈើដល់ពេលខ្ញុំគូររូប anime ឬក៏រូបមនុស្សដែលវាល្អប៉ុណ្ណាក៏ដោយក៏វាអត់ល្អសម្រាប់គាត់ដែរដោយសារតែគាត់គឺចូលចិត្តតែរូបដើមឈើទេអីចឹងណាអាហ្នឹងខ្ញុំគ្រាន់តែជាឧទាហរណ៍ទេទោះជារូបរបស់ខ្ញុំទទួលស្គាល់ទូទាំងពិភពលោកក៏អ្នកដែលគូររូបអ្នកដែលចូលចិត្តតែរូបដើមឈើហ្នឹងក៏គាត់នៅតែគិតថារូបខ្ញុំអត់ស្អាតទេដល់តែខ្ញុំគូរដើមឈើបានស្អាតអញ្ចឹងទៅគឺពិបាកយកចិត្តមនុស្សគ្រប់គ្នាខ្លាំងមែនតើហើយសម្រាប់ខ្ញុំធ្វើតម្រូវតែខ្លួនឯងទេអ្នកនរគ្នាហើយតម្រូវអ្នកនរគ្នាដែរតម្រូវអ្នកដែលចូលចិត្តខាង 2D ដូចខ្ញុំអញ្ចឹងណាបើអ្នកនរគ្នាចូលចិត្តខាង 2D ដូចខ្ញុំមកមើលវីដេអូខ្ញុំគឺត្រូវតែម្ដងហើយមួយទៀតរូបរបស់ខ្ញុំគឺអត់មានឡាញបិចខ្មៅទេអ្នកនរគ្នាភាគច្រើនខ្ញុំប្រើឡាញជាពណ៌កាឈូកឬក៏ពណ៌លឿងអីអញ្ចឹងហ្មងដូចអ្នកនរគ្នាបានឃើញហើយថារូបរបស់ខ្ញុំគឺมันមានឡាញទេហើយមូលហេតុហ្នឹងគឺដោយសារតែខ្ញុំចង់ផ្លាស់ប្ដូរ skill របស់ខ្លួនឯងទៅកាន់គូដែលជារូបដែលអត់មានឡាញណានិយាយស្ដាប់ទៅរូប anime គឺតែងតែមានឡាញហើយក៏ប៉ុន្តែបើសិនជាយើងចង់ផ្លាស់ប្ដូរអំពីគូរូប anime ទៅជាគូរូបមនុស្សមែនតើហ្នឹងរូបមនុស្សមែនតើវា 3D ហ្នឹងគឺវាអត់មានឡាញទេអ្នកនរគ្នានិយាយទៅឡាញវាគឺតិចខ្លាំងមែនតើអញ្ចឹងទៅយើងអត់សមនឹងប្រើប៊ិចខ្មៅទេឡាញរូប 3D គឺយើងត្រូវតែប្រើពណ៌សុទ្ធតែម្ដងអញ្ចឹងខ្ញុំកំពុងតែព្យាយាមផ្លាស់ប្ដូរទៅកាន់មកកម្រិតទៀតហើយវាគឺជាដំណឹងល្អសម្រាប់អ្នកនរគ្នាផងដែរនិយាយថាបើសិនជាខ្ញុំអាចគូរ 2D ហើយអាចគូរ
đôi tờ nâng mà được bật cứ viên năngល្អខ្លាំងមែនតើខ្ញុំអាចយល់បានច្រើនហើយខ្ញុំក៏ងាយស្រួលនៅក្នុងការបង្រៀនអ្នកទាំងអស់គ្នាផងដែរហើយ channel YouTube មួយនេះគឺខ្ញុំបង្កើតឡើងសម្រាប់បង្រៀនគូរូបហ្នឹងឯងនិយាយទៅគឺមានតែម្នាក់ឯងទេអ្នកនរគ្នាមានតែម្នាក់ឯងទេខ្ញុំក៏អត់ធ្វើជាអីណាដែរគ្រាន់ថាចាំមើលខ្ញុំនឹងព្យាយាមបង្រៀនឲ្យបានក្បោះក្បាយឲ្យបានគ្រប់សពបែបយ៉ាងអញ្ចឹងណាតាមអ្នកនរគ្នាដែលចង់ដឹងហើយឥឡូវនេះខ្ញុំនឹងមកនិយាយអំពីព័ត៌មានបន្តិចបន្តួចដូចជាការប្រើខ្មៅដៃអញ្ចឹងនឹងវិធីដែលខ្ញុំយកមកប្រើ color ហើយនឹងឥឡូវខ្ញុំប្រាប់ថាការប្រើខ្មៅដៃមុនណាមូលហេតុដែលខ្ញុំជ្រើសរើសយក art style free hand យកមកគូររូបហ្នឹងគឺដោយសារតែវាប្រើប្រាស់ខ្មៅដៃតិចខ្លាំងមែនតើគឺខ្ញុំគូរអត់ងាយលុបទេអ្នកនរគ្នានិយាយទៅគឺគូយកតែម្ដងហើយអត់ងាយខុសក៏អត់ងាយលុបដែរក៏តែអាហ្នឹងវាត្រូវការវាទាមទារពេលវេលាយើងមកវិញវាទាមទារពេលវេលាខ្ញុំរៀងច្រើនជាង style ធម្មតាបើមិនជា style ផ្សេងទេវាមានជាការគូជាវងមូមួយឆ្នោតហើយមានពុះកដាលពុះឆ្វេងពុះកដោយពុះទៅតឹងអីចឹងទៅវាមាន art style ប្រើបន្ទាត់ច្រើននោះមកតង់ទៀតហើយ art style ទាំងអស់ហ្នឹងក៏វាបែងចែកទៅតាមអ្នកដែលចង់គូអ្នកដែលចង់គូអីដំពីដំបងផងដែរដូចជាប្រភេទ manga ហ្នឹងគឺគូដែលល្អបំផុតហ្នឹងគឺប្រើបន្ទាត់ហើយមានឡាញមានអីត្រឹមត្រូវហើយបើមិនជារូបគំនូជាដូចជាមនុស្សឬក៏ real អីចឹងណា 3D អញ្ចឹងអាហ្នឹងគឺប្រើជាវងមូហើយវាក៏មានឡាញច្បាស់លាស់ដែរក៏តែយើងនឹងត្រូវប្រើខ្មៅដៃរៀងច្រើនខុសពីធម្មតាដោយសារតែមុខមនុស្សគឺរៀងស្មុគស្មាញអញ្ចឹងណាក៏តែយើងក៏បើមិនយើងចេះផាត់ចេះអីយើងដឹងអំពី technique ផាត់យើងក៏អាចគូខ្មៅដៃតែបន្តិចបន្តួចនៅលើរូប 3D បានដែរនិយាយទៅគឺវាល្អដូចគ្នាហើយការដែលខ្ញុំនិយាយអញ្ចឹងគឺខ្ញុំសម្របសម្រួលនិយាយទៅព្យាយាមយល់ចិត្តមនុស្សទាំងអស់គ្នាតែម្ដងដោយសារតែការគូខុសគ្នាអាចស្លាយខុសគ្នារបៀបគូក៏ខុសគ្នាដែរអ្នកនរគ្នានិយាយទៅគឺអត់អាចដូចគ្នាតែម្ដងទេយើងអាចទៅ copy គេមកមែនក៏មិនដែរនៅពេលដែលយើងចេះគូនៅពេលយើងយល់ច្បាស់ដោយខ្លួនឯងគឺយើងនឹងមកបង្កើតវិធីថ្មីសម្រាប់ខ្លួនឯងអញ្ចឹងទៅហើយនៅវីដេអូក្រោយខ្ញុំនឹងមកប្រាប់អំពីវិធីប្រើខ្មៅដៃជាមួយនឹងចាំមើលបើមិនជាខ្ញុំនឹងត្រូវបរិញ្ញាអ្នកនរគ្នាខ្ញុំនឹងត្រូវគូរូបខ្មៅដៃឡើងវិញទាំងអស់អញ្ចឹងក៏ត្រូវការគូរូបថ្មីដែរអ្នកនរគ្នាវាយូរសម្រាប់ខ្ញុំអញ្ចឹងណាក៏មិនតាអីទេចាំខ្ញុំព្យាយាមបរិញ្ញាអញ្ចឹងទៅហើយដំបូងហ្នឹងចាំមើលខ្ញុំនឹងបរិញ្ញាអំពី art style ដែលពេញនិយមខ្លាំងជាងគេតែម្ដងគឺការគូជារង្វង់មូលដែលវាដំណើរការបានទាំង 2D ទាំង 3D ទាំង 4K ទាំងដូចមនុស្សពិតអីចឹងណាដែលវានឹងមានប្រយោជន៍ខ្លាំងមែនតើហើយវគ្គ2ខ្ញុំនឹងបង្រៀនអំពីការប្រើខ្មៅដៃជាជ្រុងឬក៏យើងប្រើបន្ទាត់ស្ទើរតែគ្រប់កន្លែងតែម្ដងអាហ្នឹងគឺវាល្អខ្លាំងមែនតើសម្រាប់យើងអ្នកដែលគូ manga អ្នកដែលចង់គូអាគារគូរូប360ស្អីគេនោះអីចឹងណានិយាយទៅខ្ញុំគឺចេះទាំងអស់តែម្ដងទាំងអស់តែបញ្ហាពិតប្រាកដហ្នឹងគឺថាខ្ញុំខ្ជិលគូទាំងអស់ហ្នឹងឡើងវិញព្រោះអីខ្ញុំមានវិធីងាយស្រួលខ្លាំងសម្រាប់គូអញ្ចឹងទៅដោយសារតែខ្ញុំគឺគូយកហ្មងនៅពេលដែលខ្ញុំគូយកហ្មងអញ្ចឹងទៅខ្ញុំអត់ត្រូវការបន្ទាត់អត់ត្រូវការគូវាជាស្មុកស្មាញអីញ៉ៃទេអញ្ចឹងទៅនិយាយទៅវាដូចអ្វីដែលអ្នកនរគ្នាបានឃើញពីដំបូងអញ្ចឹងគឺខ្ញុំគូយកតែម្ដងហើយវាត្រង់វាស្អាតវាល្អស្ទើរតែល្អឥតខ្ចោះណាចឹងទៅបើខ្ញុំនិយាយថាវារៀងពិបាកសម្រាប់អ្នកនរគ្នាក៏ប៉ុន្តែការពិតទៅមនុស្សគ្រប់គ្នាដែលកាន់ប៊ិចឬក៏កាន់ខ្មៅដៃសោះនៅពេលដែលគូដំបងគឺច្បាស់ណាស់skill ដែលបានមកប្រើហ្នឹងគឺការគូយកតែម្ដងហើយបើមិនជាគាត់វឹកហាត់លុតដល់មក skill ហ្នឹងតាំងពីដើមរហូតមកដល់និយាយទៅបើមិនជាគាត់រៀនតែ skill គូយកហ្មងហ្នឹងគឺគាត់នឹងគូបានល្អខ្លាំងអីចឹងទៅវាល្អជាង art style អីផ្សេងទៀតដែលប្រើខ្មៅដៃច្រើនព្រោះថាបើមិនយើងចង់ឡើងកម្រិតទៅគ្រឿងល្អគូកាន់តែស្អាតទៅគឺខ្មៅដៃគឺស្ទើរតែអត់ប្រើតែម្ដងហើយរបស់ដែលខ្ញុំចង់តឡើងខ្លួនឯងមួយទៀតហ្នឹងអ្នកនរគ្នាគឺគូរូបដែលអត់ប្រើខ្មៅដៃតែម្ដងនិយាយទៅចេញមកគឺគូ color យកហ្មងក៏មិនដែរហ្នឹងខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើអត់ទាន់បានទេហើយក៏វាស្មុគស្មាញពិបាកខ្លាំងដែរទី1គឺអត់មាន line មានអីត្រឹមត្រូវហ្នឹងខ្ញុំអាចនឹងគូខុសក៏មិនដែរខ្ញុំនឹងព្យាយាមខំរៀនខ្លួនឯងដែរខ្ញុំនឹងទៅសិក្សាពីគេដើម្បីមកបង្រៀនអ្នកនរគ្នាអញ្ចឹងដែរនិយាយទៅគឺមានប្រយោជន៍ខ្លាំងមែនតើហើយវីដេអូរបស់ខ្ញុំបង្កើតឡើងគឺសម្រាប់បង្រៀនអ្នកទាំងអស់គ្នាឯងសម្រាប់
បងប្អូនណាដែលចង់ដឹងអំពីចំណុចណាមួយអីហ្នឹងគឺ comment មកអ្នកនរគ្នាជាពិសេសនៅវីដេអូមួយដែលខ្ញុំបានគូជាលក្ខណៈពីមកចំពោះពីដបងមកអីហ្នឹងអាហ្នឹងក៏មានប្រយោជន៍ខ្លាំងណាស់ដែរអ្នកនរគ្នាដែលខ្ញុំបង្កើតរូបដែលខ្ញុំបានអង្គុយសរសេរអង្គុយកត់ហ្នឹងមកគឺខ្ញុំព្យាយាមតម្រូវចិត្តមនុស្សគ្រប់គ្នាតែម្ដងខ្ញុំព្យាយាមតម្រូវចិត្តមនុស្សគ្រប់គ្នាតែម្ដងដើម្បីឲ្យងាយស្រួលទាំងគាត់សួរខ្ញុំហើយទាំងខ្ញុំធ្វើការបង្រៀននិងបកស្រាយផងដែរនិយាយទៅគឺខ្ញុំគិតដល់ខ្លាំងមែនតើក៏ប៉ុន្តែវាអាចនឹងមាននិយាយទៅនៅក្នុងហ្នឹងគឺមានមនុស្សជាង 90% ដែលពិបាកអត់ចាប់អត់បានក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏មាន 10% ទៅ 20% ដែលអាចយល់អាកន្លែងហ្នឹងដែរនិយាយទៅគឺល្អខ្លាំងមែនតើសម្រាប់អ្នកដែលចង់គូររូបពិតប្រាកដយើងច្បាស់ណាស់យើងច្បាស់ជាចង់បានរូបស្អាតរូបខ្ជូតរូបដែលខ្លួនឯងចង់បានអញ្ចឹងទៅហើយវិធីដែលចង់ឲ្យរូបស្អាតហ្នឹងគឺចាប់ពីឥឡូវនេះអ្នកនរគ្នាដកខ្មៅដៃដកស្ភៅដកกระดาษយកមកគូមកមិនថារូបនឹងវាចមិនថារូបនឹងអត់ស្អាតអត់អីទេគឺវានឹងស្អាតហើយសម្រាប់អ្នកនរគ្នាព្រោះថាអ្នកនរគ្នាបានចាប់ផ្ដើមនៅចំណុចដំបូងហើយដែលមនុស្សផ្សេងទៀតអាចធ្វើបានណាអ្នកខ្លះទៀតគឺគាត់គ្រាន់តែចង់ក៏តែគាត់អត់ព្យាយាមគូររូបជាអត់ចាំគូអត់គូររូបជាប្រចាំទេគាត់ចេះតែចង់គឺអត់មានបានអីទេអ្នកនរគ្នាសម្រាប់ខ្ញុំក៏គូដែរខ្ញុំគូតាំងពីឆ្នាំ2023មកដល់ឥឡូវគឺ2026ខ្ញុំចំណាយពេលអស់3ឆ្នាំរហូតមកខ្ញុំអាចគូបានប៉ុណ្ណឹងណាអ្នកនរគ្នាហើយវីដេអូរបស់យើងគឺបានមកដល់ទីបញ្ចប់ហើយអរគុណអ្នកនរគ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់អ្នកដែលបានមើលវីដេអូនេះដល់ចប់គឺជាមនុស្សដែលមានសំណាងខ្លាំងជាងគេហើយសម្រាប់ខ្ញុំនៅពេលនេះគឺបាយបាយ